ទស្សនិកជននៅក្នុងរយៈពេលប្រមាណខែចុងក្រោយនេះសារព័ត៌មានល្បីៗជាច្រើនបានចុះផ្សាយពីបុគ្គលដែលមានសមត្ថភាពខ្លាំងៗនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានប្រកាសចាក់ចេញទៅចូលរួមជាមួយក្រុមហ៊ុន Meta តើបុគ្គលទាំងនោះមានជំនាញផ្នែកអ្វីខ្លះជាបន្តសូមឲ្យលោកនាងទស្សនានិងស្ដាប់សេចក្តីរាយការណ៍ដូចតទៅក្នុងយុគសម័យប្រកួតប្រជែងមនុស្សមានសមត្ថភាពខ្លាំងៗកំពុងត្រូវបានក្រុមហ៊ុនល្បីៗតាក់ទាញយកជាក់ស្ដែងក្នុងរយៈពេលប្រមាណខែចុងក្រោយនេះក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំកំពុងប្រទង់គ្នាដណ្ដើមយកមនុស្សដែលមានជំនាញខ្លាំងឲ្យមកចូលរួមក្នុងគម្រោងរបស់ខ្លួនជាពិសេសផ្ដោតសំខាន់ទៅលើ AI និយាយឲ្យចំគឺក្រុមហ៊ុន Meta ត្រូវបានព័ត៌មានធំជាច្រើនចុះផ្សាយជាបន្តបន្ទាប់ពីការតាក់ទាញបុគ្គលមានសមត្ថភាពខ្លាំងយ៉ាងហោចណាស់6នាក់ពីក្រុមហ៊ុន Apple ឲ្យមកចូលរួមក្នុងក្រុមរបស់ខ្លួនគឺ Super Intelligent Lab ក្នុងរយៈពេលប្រមាណខែចុងក្រោយនេះអ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិតនិងអ្នករចនាជាន់ខ្ពស់គឺជាមនុស្សដែល Meta សម្លឹងឃើញមុនគេក្នុងចំណោមអ្នកដែលបានផ្លាស់ប្ដូរពីក្រុមហ៊ុន Apple ទៅចូលរួមជាមួយ Meta គឺមានដូចជាលោក Frank Chu ដែលជាអ្នកស្រាវជ្រាវផ្នែក AI បានក្លាយជាមនុស្សទី6ក្នុងក្រុមហ៊ុន Apple ដែលបានផ្លាស់ទៅចូលរួមជាមួយ Meta ត្រឹមរយៈពេលប្រហែល7សប្តាហ៍លោក Roming Peng ដែលជាអ្នកគ្រប់គ្រងផ្នែក Foundation Model នៅក្នុងក្រុមហ៊ុន Apple ក៏បានទៅចូលរួមជាមួយ Meta លោក Tom Gunther និង Mark Lee ដែលជាអ្នកស្រាវជ្រាវ AI មិនបង្អង់យូរឡើយក៏ងាកទៅចូលរួមជាមួយ Meta ក្រោយពីអ្នកជិតស្និទ្ធរបស់ពួកគេគឺលោក Roming Peng ចាក់ចេញពីក្រុមហ៊ុន Apple ទៅ Metaលោក Bowen Chang ដែលជាអ្នកស្រាវជ្រាវ AI មុខវិជ្ជា Multi-model បានចាក់ចេញពី Apple ទៅ Meta Super Intelligent Lab ក្រៅពីផ្នែក AI Meta ក៏បានតាក់ទាញលោក Alan Dye ដែលជាអ្នកដឹកនាំផ្នែករចនារបស់ Apple ដែលធ្លាប់ធ្វើការអស់រយៈពេលជាង23ឆ្នាំឲ្យទៅចូលរួមធ្វើការជាមួយខ្លួនផងដែរលោកនឹងចូលរួម Meta ជា Chief Design Officer នៅថ្ងៃទី31ខែធ្នូឆ្នាំ2025គួរជម្រាបផងដែរថានេះគឺជាការផ្លាស់ប្ដូរយ៉ាងច្រើនពី Apple ទៅ Meta ដែលបង្ហាញពីការប្រកួតប្រជែងក្នុងសម័យ AI កំពុងកើនឡើងយ៉ាងខ្លាំងជាពិសេសក្នុងការចាប់យកអ្នកមានជំនាញខ្ពស់ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា AI ជំនាន់បន្ទាប់